បើតែក្បាលវីដេអូក៏ដឹងថាសប្បាយទីដែរបងប្អូនថ្ងៃនេះគឺថ្ងៃនេះណានำគ្រួសារមកលេងប្រាសាទបាពួនដើរតាមប្រាសាទអង្គរវត្តប្រាសាទបាពួនឃើញអានោះនិយាយពីទេសភាពណាខែភ្លៀងចេះណាពើបៃតងស្រស់ឃើញអានោះនិយាយពីទេសភាពនៅប្រាសាទបាពួននេះណាឃើញហើយម្នាក់ណាលិនមកថាប់វ៉ាវគ្រប់តែគ្នាណាបើទៅនៅខេត្តសៀមរាបមែនតែថ្ងៃនេះបានចូលប្រាសាទបាពួនលើដំបងព្រោះតរដងណាតទៅប្រាសាទផ្សេងកលែងផ្សេងហើយថ្ងៃនេះនេះអូម៉ែក្មេណា4ត្រឹមបានមកលោកអើយលោកថ្ងៃនេះណាឃើញរឿងអត់ដោយសារម៉ែក្មេខ្ញុំដើរលេងអូនិយាយថាកាត់សบายចិត្តញញឹមប្រំប្រៃដោយសារបានឃើញប្រាសាទខ្មែរយើងស្អាតអានេះត្រង់ប្លង់ទៅនេះណាពូម៉ែបងប្អូនអូនិយាយថាស្អាតតែមែនទេណាមែននិយាយលេងឃើញហើយដល់នេះសบายចិត្តហើយអារម្មណ៍ស្រស់ស្រាយតាមនឹងប្រាសាទខ្មែរយើងស្អាតមែនទេនេះមើលកាមេរ៉ាមែននេះឃើញទេសភាពស្អាតពេកហើយប្រាសាទយើងស្អាតនោះអូគេនេះផ្អៀងផ្អងណាំថតយោមួយញឹមប្រំប្រៃដើរលេងថ្ងៃនេះគឺសบายមែនទេណាដោយសារតែមកតាមប្រាសាទហើយបានឃើញប្រាសាទយើងច្រើនហើយស្អាតនេះកូនកំឡោះគេឃ្លាននំរ៉ូទីក៏នេះហ្វឹបទៀតហើយនិយាយតាហូបឥឡូវនេះឃើញតំណេះគេជុំណាពូម៉ែបងកលែងលក់ពងទាកូនថាបដាច់ហើយនិយាយពីចងាញ់តែមែនទេណាមែននិយាយលេងអូនេះឃើញខ្ញុំសាក់ហើយនេះណាពងទាកូននំបញ្ចុកនេះណាខ្ញុំមិនដែរហូបទេលើកទី1ណាខ្ញុំប្រាប់បងប្អូនថាចងាញ់មែនទេខ្ញុំមិននិយាយលេងទេពួកម៉ែបងប្អូនបើឃើញមានគេលក់អាចទិញសាកបានណាតានេះតាมันខុសចិត្តទេលើកទី1ហើយអត់មែននិយាយលេងទេខ្ញុំថានំបញ្ចុកជាមួយអាពងទាកូននេះណាចងាញ់មែនទេពួកម៉ែបងប្អូនយយមិននិយាយលេងទេណាហើយនេះដល់វក់ហូបបាយបងឃើញមានមិនអាំងមីឆាមីអាយុវែងមានបុក7ត្រែកោះកងបុលហុងហូបនិយាយពីថាឡើងបបោជុំគ្នានេះថាយូរពីអង្គុយហូបនឹងមិត្តសិនម៉ែបងអង្គុយហូបនឹងមិត្តសិនអង្គុយយើងណាញោខ្ញុំថាដើរលេងសោចេះដាក់បាយមកឲ្យមិនអាំងមិនស្រែចេះមកនិយាយពីថាជាតិហើយខ្ទិះដាក់ផ្លោនិយាយពីថាមួយអាទឹកត្រែកោះកងមួយអាទឹកត្រែកោះកងជួហិលនេះកំពុងតាដើរលេងតាមគោនឹងប្រាសាទសហើយមកហូបចេះទៀនក៏ជាតិចងាញ់តែមែនទេនេះញីមើលឲ្យអង្គុយបៀតមាត់ទឹកនៅមែនអង្គុយហូបបៀតមាត់ទឹកអាមាត់ទៅសិនយើងចេះណាមានមីឆាបុលហុងបាយឆាឲ្យដាក់មកខ្ញុំថាមាននិយាយលេងទេដើរលេងថ្ងៃនេះសบายមែនទេហើយថ្ងៃនេះណាដើរលេងណាអត់ប៉ះមេភ្លៀងទេប៉ះរាំងទៀតខ្ញុំថាមាននិយាយលេងទេព្រោះប៉ះមេរាំងគឺសบายចិត្តព្រោះនៅខាងខ្ញុំនេះណាភ្លៀងរាល់ថ្ងៃតែថ្ងៃនេះរាំងក៏ដើរលេងអត់មានយ៉ាប់ឲ្យទេពូមេវារាំងហើយបានមកអង្គុយហូបស្រួលបួលគឺអត់មានថាហូបយើងអូយយាយពីជុំគ្នាអញ្ចេះណាមើលបុលហុងគេក៏ជាតិហើយខ្ទិះទៀតដាក់ម៉ាត់ទៀតនេះមុខម៉ាត់នេះពុំហូបយើងច្រើននោះជាតិតែមែនតែនេះដាក់គ្រប់តមុខនេះដល់វ៉ាមីឆាមីនេះក៏ឆ្ងាញ់ដែរនេះគេឆាលក់បានឆ្ងាញ់មែនតែគេថាហៅមីអីទេអ្នកលក់ហៅមីអាយុវែងខ្ញុំស្គាល់ទេបើស្រុកខ្ញុំគេហៅមីកតាំងនេះអូយយាយពីដាក់មកមានបុលហុងមីឆាជុំគ្រួសារ